រដ្ឋមន្ត្រីក្រសួងវប្បធម៌ណែនាំឲ្យមន្ត្រីជំនាញយកចិត្តទុកដាក់ជួសជុលថែរក្សារូបបដិមាសំណង់ប្រាសាទគុកយីហុំនៅស្រុកព្រៃឈរនោះឡើងវិញលោកជំទាវបដិសភាចាភឿងសក្កណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈអមដំណើរដល់ថ្នាក់ដឹកនាំក្រសួងនិងមន្ត្រីជំនាញនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាមនៅថ្ងៃទី31ខែមីនាឆ្នាំ2026បានអញ្ជើញចុះទៅពិនិត្យទីតាំងប្រាសាទគុកយីហុំដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រេះឃុំព្រៃឈរខេត្តកំពង់ចាមនៅក្នុងឱកាសនោះលោកជំទាវបានធ្វើការណែនាំដល់មន្ត្រីជំនាញឲ្យបន្តយកចិត្តទុកដាក់ជួសជុលថែរក្សារូបបដិមាសំណង់ប្រាសាទបរិស្ថានជុំវិញនិងត្រូវរៀបចំការច្នៃរមណីយដ្ឋានប្រាសាទគុកយីហុំនេះឲ្យមានសោភ័ណភាពដើម្បីឆ្លើយតបដល់កិច្ចការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ផងនិងដើម្បីសម្រាប់បម្រើឲ្យវិស័យទេសចរផងគួរបញ្ជាក់ផងដែរថាប្រាសាទគុកយីហុំជាប្រាសាទបុរាណដ៏ចំណាស់មួយដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា90គីឡូម៉ែត្រពីរាជធានីភ្នំពេញតួអង្គប្រាសាទនេះធ្វើឡើងអំពីថ្មភក់សុទ្ធសាធដែលមានទ្វារចូលបែររកទិសទាំង4 Nick Chamberlain ពី Big U